ចុះគុំទេបងមិនអាចទេអូនត្រូវជឿលើបងជាដំបងនាងខ្ញុំសូមធ្វើការណែនាំខ្លួននិងសួស្តីអ្នកគ្រប់គ្នាលោកអត់ខ្លាចទេខ្លាចតើអើយមកពីធ្ងន់ពេកអាណាបោះសាកសពនេះមកឲ្យយើងវើយខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញទៅជួបកូនស្រីខ្ញុំវិញ្ញាណរបស់ខ្ញុំអន្ទល់តាមរាងកាយខ្ញុំអ្នកណានាំខ្ញុំត្រឡប់ទៅផ្ទះបានមុនខ្ញុំនឹងប្រកួតចិញ្ចៀននេះទៅអ្នកនោះចាំខ្ញុំជួយកូនអត់ទៅទេប៉ាប៉ាកូនអត់ចង់បានលុយទេបាទចង់បានពេលដែលយើងមានលុយច្រើនយើងនៅជាមួយគ្នាល្អអត់យើងជិតរៀបការហើយបងអូនមានរបួសតាមផ្លូវនោះជាង 9,000 លានទិញវាំងបានមួយហើយចាំកូនមកស្រួលយើងមិនអាចដកថយទេតាមណាកុំរោរីជ្រុលពេកហើយពួកនេះក៏លេងកលុយខ្លាំងណាស់ឯងមិនអាចជឿពួកគេបានទេពួកគេអាចសម្លេងឯងចោលលោកគិតមិនដែរពេលនេះចឹងជាទូទៅមួយហើយអត់ខ្លាចប្រុសស្នេហ៍របស់នាងប្រច័ណ្ឌទេលោកអ្នកនាងទេចាំខ្ញុំដើរតាមអូនចង់យកសពទៅបដូរជាណាបើអញ្ចឹងប្រាប់បងបានណាបេបអើយចង្រៃយកដាច់ប្រាំងបានហើយឯងចង់សាមអីទេយើងនឹងកាប់ឯងឲ្យដាច់ហេឯងកាន់កបិតធ្វើស្អីឯងចង់ធ្វើស្អីលោកដូចជាប្រតិកម្មគ្រូពេកហើយបើលោកឆ្លាញ់កនគួរកុំឲ្យរួមដំណើរមួយនេះកនប្រយ័ត្នផងតាំងពីដើមមកតើមានអ្វីជាការពិតខ្លះទេអត់មនុស្សអាក្រក់គិតថាអាចយកឈ្នះជាង3នាក់បានមែនទេមនុស្សអាក្រក់មនុស្សអាក្រក់នាំគ្នាតែរៀបមង្គលការតើមែនដែរទេអភរិយារបស់ខ្ញុំពុលឡានស្លៀកឈុតជាមួយទឹករៀបចំកម្មវិធីមង្គលការខ្ញុំគឺជាថតរូបកូនកំឡោះកូនកំមុំយើងទើបតែថតរូបស្ទាយសពនៅក្នុងទឹករួចស្អីគេច្រឡំមាត់យើងទើបតែថតរូបស្ទាយ concept ក្នុងទឹករួច